ស្រឡាញ់វប្បធម៌ខ្មែរខ្លាំងស្វាមីណេតសុចរិយារំអុកភរិយាមករៀបការលើកទី3បែបប្រពៃណីនៅកម្ពុជាទោះរៀបការនៅក្រៅប្រទេស2 ដងរួចហើយចាស់ក្រោយពីចាក់ចេញទៅរស់នៅក្រៅប្រទេសជាច្រើនឆ្នាំថ្មីនេះអតីតពិធីការនីអ្នកនាងណេតសុចរិយាបានដឹកដៃស្វាមីជាជនជាតិសិង្ហបុរីមករៀបការតាមប្រពៃណីខ្មែរនៅប្រទេសកម្ពុជាហើយចាពិធីមង្គលការរបស់អ្នកនាងណេតសុចរិយានិងស្វាមីបានរៀបចំឡើងយ៉ាងអធិកអធមកាលពីថ្ងៃទី10ខែកុម្ភៈឆ្នាំ2026កន្លងទៅដោយពេលព្រឹកអ្នកនាងនិងស្វាមីរៀបចំពិធីមង្គលការបែបប្រពៃណីនិងពេលល្ងាចបែបអឺរ៉ុបផងដែរក្នុងនោះបើតាមការឲ្យដឹងពីអ្នកនាងណេតសុចរិយាបានជម្រាបថាពិធីមង្គលការរបស់អ្នកនាងគឺបានអញ្ជើញភ្ញៀវកិត្តិយសស្និទ្ធស្នាលប្រមាណជា 20% ដោយមានទាំងភ្ញៀវនៅក្នុងប្រទេសនិងក្រៅប្រទេសផងដែរចាពិធីមង្គលការរៀបចំលើកនេះគឺជាលើកទី3ហើយរបស់អ្នកនាងណេតសុចរិយានិងស្វាមីដោយពិធីមង្គលការលើកទី1គឺអ្នកនាងរៀបចំបែបប្រពៃណីចិនដោយសែនព្រេននិងចុះអេតាស៊ីវិលនៅប្រទេសសិង្ហបុរីចំណែកមង្គលការលើកទី2អតីតពិធីការនីខាងលើបានរៀបចំនៅឯប្រទេសអូស្ត្រាលីដោយមានការអញ្ជើញភ្ញៀវញ៉ាំអាហារនៅភោជនីយដ្ឋានអ្វីដែលគួរឲ្យចាប់អារម្មណ៍កាន់តែខ្លាំងនោះអ្នកនាងណេតសុចរិយាបានបញ្ជាក់ថាដោយសារតែស្វាមីរបស់អ្នកនាងស្រឡាញ់ប្រពៃណីខ្មែរខ្លាំងទើបអ្នកទាំងពីរបានដឹកដៃគ្នាមករៀបការជាលើកទី3តាមប្រពៃណីបុរាណខ្មែរលើទឹកដីកម្ពុជាគួររំលឹកថាអ្នកនាងណេតសុចរិយាគឺជាអតីតពិធីការនីល្បីឈ្មោះមួយរូបកាលពីប្រមាណ7-15ឆ្នាំមុនដោយអ្នកនាងបានលេចវត្តមានដំបូងគេនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ3ក្រោយមកអតីតពិធីការនីរូបនេះក៏បានចូលរួមសម្ដែងក្នុងខ្សែភាពយន្តនិង MV ជាច្រើនផងដែរចាហើយអត្ថបទព័ត៌មានដែលនាងខ្ញុំជម្រាបជូនខាងលើនេះចាគឺមានតែប៉ុណ្ណឹងចាសូមអរគុណសូមជម្រាបលា